ពិសោធន៍បើកហាង4កន្លែងដោយអត់ចាំបាច់ឈរលក់ខ្លួនឯងតែចំណូលចូលធម្មតាខ្ញុំមានពីរវិធីសាស្ត្រងាយៗចែកម្លែកដល់បងប្អូនហាង Spaghetti របស់ខ្ញុំមាន4សាខាហើយរាល់ថ្ងៃហ្នឹងណាប៉ុន្តែខ្ញុំអត់ចំណាយពេលទៅឈរលក់ដោយខ្លួនឯងដោយប្រើពីរវិធីធំៗនោះគឺទី1ខ្ញុំធ្វើជាกระดาษមួយស្លឹកដែលជាការកំណត់ដាក់បរិមាណទឹកសោះក៏ដូចជាចំនួនសាច់បិទជាប់អញ្ចាំងកំណត់ស្តង់ដារការលក់ឲ្យដូចគ្នាគ្រប់សាខាហើយទោះជាបុគ្គលិកចូលមកថ្មីក៏គាត់ងាយចេះធ្វើដែរខ្ញុំបានដាក់ប្រព័ន្ធ system និងកាមេរ៉ាសម្រាប់តាមដានការលក់ក៏ដូចជាចំណូលប្រចាំថ្ងៃរបស់សាខានីមួយៗដែរហើយរៀបចំឲ្យបុគ្គលិកថតរាល់បងដែលបិទវេនចូលទៅក្នុងក្រុម Telegram សម្រាប់ការតាមដានណាតាមពិតទៅនៅមានរឿងជាច្រើនទៀតពីក្រោយហ្នឹងប៉ុន្តែពីវិធីសាស្ត្រនេះអាចឲ្យបងប្អូនមិនបាច់មួយថ្ងៃចំណាយពេលឈរលក់ដើរចេញពីហាងទៅធ្វើរឿងដែលសំខាន់ផ្សេងបានទៀតជាច្រើនហ្មងខ្ញុំក៏ធ្លាប់ចែកម្លែកពីវិធីសាស្ត្រនៃការលក់តាំងពីបើកតូបតូចរហូតដល់បើកផ្ទះល្វែងឥឡូវបើក14សាខាទៀតអូនអាចចូលទៅមើលនៅក្នុងវីដេអូចាស់ៗរបស់ខ្ញុំបាននឹងអីថ្មីទៀតកុំភ្លេចចុច like និង follow ខ្ញុំម្នាក់មួយផងអរគុណ